ណាកំពុងតែស្ថិតនៅឋានសួគ៌គិរីរម្យដែលជាដែនដីព្រៃភ្នំដ៏អស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជាបន្តរបស់ឯណានឹងជិះម៉ូតូអាត្រៃអាធំបែបនេះទៅមើល sunset នៅថ្មលយចង់ដឹងថាទេសភាពនៅទីនោះស្អាតកម្រិតណាទៅវាយលោកគិរីរម្យទាំងអស់គ្នាបាយបាយឥឡូវនេះគឺឯណាកំពុងតែនៅគេហៅឃុំចំបក់តែខ្ញុំជិះមុននេះគឺខ្ញុំឃើញភ្ញៀវទេសចរជាតិនិងអន្តរជាតិគាត់មកច្រើនអញ្ចឹងណា Vibe នេះគឺ the best ថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំមានក្តីសុខបំផុត Welcome to Garrido គឺជាទីតាំងដែលឯណាគេនៅយប់នេះគឺរំដួលគិរីរម្យ Resort នៅនេះគឺស្រស់ស្អាតខ្លាំងមែនតើមានទាំងអាងហែលទឹកមានទាំងកន្លែងដែលយើងអាចធ្វើ activity នៅល្ងាចឡើងអាំងសាច់អាំងអីឈៀអញ្ចឹងណាអ្នកនរគ្នាតានរំដួលគិរីរម្យ Resort ខ្ញុំឃើញគេមានរៀបចំបែបកម្មាខ្មែរយើងទៀតណាដែលគេដេកមកគឺ design គឺស្អាតមែនតើ look ទេសភាពនៅនេះគឺស្អាតខ្លាំងមែនតើនៅរដូវកាលនេះខ្យល់ត្រជាក់ល្ហឹមតែម្ដងគឺខែធ្លាក់ខ្យល់ទេអ្នកនរគ្នាអូអ្នកនរគ្នានិយាយពីបន្ទប់វិញគឺស្អាតមែនតើអ្វីដែលខ្ញុំស្រឡាញ់ជាងគេគឺបន្ទប់ទឹកអត់ដបូលព្រោះរសាមានអារម្មណ៍ថា enjoy ជាមួយ view មកពេលអ្នកនរគ្នាចូលទៅក្នុងបន្ទប់ទឹកអ្នកនរគ្នាមានអារម្មណ៍ថាអ្នកនរគ្នាកំពុងតែនៅក្នុងព្រៃតែអត់មានអ្នកណាទាំងអស់គឺមានតែម្នាក់ឯងហើយកន្លែងគេងមិនថាពូកខ្នើយគឺមានអារម្មណ៍ថា comfortable មែនតើតែម្ដងចាពីបរិយាកាសពីសមុទ្រឥឡូវហ្នឹងមកបរិយាកាសបែបព្រៃភ្នំព្រៃឈើអញ្ចឹងណាគឺនៅ Green Hill Restaurant អ្នកនរគ្នាគឺថា view ស្រស់ស្អាតមែនតើអ្នកនរគ្នាអាចលោកទៅខាងឆ្វេងដៃរបស់នេះខ្ញុំបានអុយឆ្ងាញ់មែនអុយមកនេះឆ្ងាញ់ទេណោះត្រូវហ្មងបែបខ្មែរក៏មានបែបអឺរ៉ុបក៏មានបន្តរបស់ឯណានឹងជិះម៉ូតូអាត្រៃអាធំបែបនេះទៅមើល sunset នៅថ្មលយចង់ដឹងថាទេសភាពនៅទីនោះស្អាតកម្រិតណាទៅវាយលោកគិរីរម្យទាំងអស់គ្នាឥឡូវនេះគឺយើងបានមកដល់ដំណាក់គិរីរម្យហើយអ្នកនរគ្នាហើយនៅទីកន្លែងនេះក៏សាងមកតាំងពីសង្គមរាស្ត្រនិយមអ្នកនរគ្នាអាចមើលបានគឺយូរលង់ណាស់មកហើយចានេះតាំងខ្ញុំអត់តកើតតាំងខ្ញុំអត់តថាដឹងថានៅណា How long you gonna stay in Kirirom? We're gonna stay one night here. So what do you think about Kirirom? It's amazing, yeah. The view is the weather, yes, it's green. ឡើងស្អាតអូនេះទាំងអស់គ្នាអូខេអ្នកនរគ្នាឥឡូវហ្នឹងគឺយើងបានមកដល់កាហ្វេសម្រាមហើយអ្នកនរគ្នាបានដឹងកន្លែងអាចង់និយាយថានៅទីធ្លានៅធំមែនតើហើយក៏មានសាលាបង្រៀនដែរចាគឺសាលាបង្រៀនគឺនៅខាងស្ដាំដៃរបស់នេះខ្ញុំក្មេងៗដែលគាត់មកនឹងអញ្ចឹងទៅគាត់អាចអានសភៅអានអីលេងអញ្ចឹងណាជាពិសេសក្មេងៗគាត់ទៅអានសភៅឲ្យបានច្រើនព្រោះថាចំណេះដឹងគឺជាស្ពានចម្លងអ្នកនរគ្នាទៅរកថ្ងៃអនាគតអញ្ចឹងណា What's your name? It's Baba. It's Baba. Oh, Papa. I like Papa.ទាំងអស់គ្នាឥឡូវនេះគឺយើងបានមកដល់ថ្មលយហើយអ្វីដែលសំខាន់អ្នកនរគ្នាមកដល់នេះគឺអ្នកនរគ្នាអាចអង្គុយមើល sunset បានជាពិសេសបោះតង់បោះអីញ៉ាំធ្លាក់ក្រូចឆ្មាធ្លាក់អីអញ្ចឹងណាគឺមកមានអារម្មណ៍ថា enjoy relax ខ្យល់លហើយស្រួលហើយជាពិសេសនៅនេះគឺទេសភាពស្អាតខ្លាំងមែនតើ
អាចចង់និយាយបានថាអ្នកនរគ្នាឆ្ងល់ម្ល៉េះឥឡូវហ្នឹងមិនថាមិនទេភីវអឺរ៉ុបក៏មកដល់នេះដែរណាគឺច្រើនមែនតើហ្មងហើយឡានវិញគឺ parking វិញគឺពេញតែម្ដងអូយសំសើហ្មងហើយ space នៅនេះធំមែនតើមិនបាច់ព្រួយបារម្ភថាមានកន្លែងដាក់ឡានឯងងាប់ហើយមកភ្នំដាក់ទៅអូយទៅសើមែនហើយពេញគ្រប់ resort ហ្មងណានៅនេះណាព្រោះនៅនេះគឺ vibe ចេញមកគឺ the best in the world ហ្មងអើយពេលខ្លះរៀនអែមដែរឆាកជីវិតមកបែបគោឡើងភ្នំអញ្ចឹងមានរ៉េតវ៉ាញមានអីអញ្ចឹងណាឈៀម្នាក់ឯងឈៀខ្ញុំមកចូលចិត្តញ៉ាំឆ្ងាញ់តែខ្ញុំថាកន្លែងណាឆ្ងាញ់គឺឆ្ងាញ់ហ្មងយល់នេះអ្នកនរគ្នាឥឡូវនេះគឺយើងមកដល់កន្លែង breakfast ហើយបន្ទាប់ពីគេញ៉ាំស្កប់ស្កល់ពេញមួយយប់មិញចាអញ្ចឹងយើងទៅ check មើលថាមានអីគេញ៉ាំខ្លះអូអ្នកនរគ្នាមួយវិញទៀតណានេះថ្ងៃហ្នឹងគឺមនុស្សច្រើនមែនតើហ្មងអត់ដឹងថាពេលណាមិនញ៉ាំទេនេះអូខេអ្នកនរគ្នាលោកបានគឺមានតាំងបែបសាឡាតផ្លែឈើនំប៉័ង bread ទៅតាមអតិថិជនគាត់ត្រូវការអញ្ចឹងណាអ្នកទាំងអស់គ្នាដែលមកទីនេះគួរតែពាក់អាវឲ្យបានជិតព្រោះតែសារតែជាក់ខ្លាំងមែនតើនៅកម្ពុជាណាមិនមែននៅសេអ៊ូលទេកុំច្រឡំអាចចង់និយាយថានៅនេះគឺ the best view ខ្លាំងមែនតើនៅកម្ពុជារបស់យើងចា Hello សួស្តីបងจะ order កាហ្វេមួយឥឡូវនេះគឺយើងបានមកដល់ចាគឺសួនបន្លែរបស់ខាង resort ឯអ្នកនរគ្នាកសិកម្មចំការបន្លែធម្មជាតិអ្នកនរគ្នាគឺនៅនេះ organic គ្រប់យ៉ាងតែម្ដងនេះអ្នកនរគ្នាប្រទេសគេគឺធំល្អធម្មជាតិហ្មងណាមិនលេងសើចទេណាគឺធម្មជាតិពិតហើយនៅនេះគឺមានដំណាំច្រើនណាមិនមែនមានតែប្រទេសមួយមុខទេមានទាំងប៉េងប៉ោះមានទាំងសាឡាត់ស្រួយចាមានទាំងល្ពៅមានទាំងដលងមានទាំងមានច្រើនទៀតណាអ្នកនរគ្នាដែលសង្ឃថាខ្ញុំរៀបរាប់អត់អស់ទេអ្វីដែលសំខាន់យូនីកជាងគេគឺយើងគឺ strawberry ក៏មានជីមានអីដែរព្រោះដោយសារតែធម្មតានៅនេះគឺគាត់ត្រូវផ្គត់ផ្គង់ច្រើនអញ្ចឹងគឺយើងត្រូវតែមាន farm មានអីអញ្ចឹងទៅគឺល្អខ្លាំងមែនតើជាពិសេសវា organic វាធម្មជាតិអញ្ចឹងណាចាពីយើងបានស្រស់ស្រូបជាមួយនឹងអាហារថ្ងៃត្រង់រួចមកហើយឥឡូវនេះគឺយើងបានមកដល់ទីតាំងថ្មីមួយដែលជាភ្នំនៅទីនេះខ្ញុំមើលឃើញថានៅតាមចម្លាក់ថ្មមួយគឺសិតតែជាចម្លាក់ព្រះពុទ្ធដីមាអ្នកនរគ្នាហើយគឺច្រើនមែនតើច្រើនទម្រង់ខ្លះមែនតើហើយខ្ញុំជឿជាក់ថាមួយទីតាំងនេះនៅថ្ងៃអនាគតនឹងក្លាយទៅជាតំបន់ទេសចរមួយដ៏អស្ចារ្យផងដែរព្រោះដោយសារតែមើលឃើញថាគឺស្រស់ស្អាតអត់ដឹងថារកអីមកថ្លែងផ្ទឹមពំបានចាអ្នកនរគ្នាអាចមើលបាននៅតាមជញ្ជាំងថ្មមួយគឺមានការផ្ចិតផ្ចង់មែនតើអ្នកដែលគាត់បានឆ្លាក់នៅថ្មមួយនេះឡើងហើយខ្ញុំជឿជាក់ថាប្រហែលឆ្នាំទៅមុខទៀតកន្លែងនេះគឺជាតំបន់ទេសចរមួយដែលអាចទាក់ទាញភ្ញៀវទេសចរបានខ្លាំងមែនតើចាឥឡូវនេះគឺឯណាកំពុងតែនៅគេហៅឃុំចំបក់អ្នកនរគ្នាហើយទីតាំងមកកន្លែងនេះគឺជាទីតាំងមួយដែលខ្ញុំឃើញថាភ្ញៀវទេសចរមកច្រើនមែនតើគេហៅថាដីច្រោះចាដោយសារតែនៅនេះឃើញដីមានផុសឡើងអញ្ចឹងណាក៏វាជាមួយផ្នែកមួយដែលអាចធ្វើឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិគាត់ចាប់អារម្មណ៍មកទីនេះច្រើនមែនតើព្រោះដោយសារខ្ញុំជិះមុននេះក៏ខ្ញុំឃើញភ្ញៀវទេសចរជាតិនិងអន្តរជាតិគាត់មកច្រើនអញ្ចឹងណាជិះបែបក្រួយយន្តហើយគយគន់ទេសភាពហើយអ្វីដែលសំខាន់មួយទៀតនៅនេះក៏មានទឹកជ្រោះដែរអ្នកនរគ្នាដែលគាត់ចង់ឈានចូលទៅទឹកជ្រោះគាត់អាចឈានចូលទៅទឹកជ្រោះបានអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នានេះគឺជាប្លុកចុងក្រោយហើយរបស់ឯណាដែលនៅគិរីរម្យហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយគ្រប់គ្រងនៅកម្មវិធីវិរៈបុណ្យធម្មដើម្បីទេសចរកម្ពុជាផងអរគុណអ្នកទាំងអស់គ្នាដែលតាមដានទស្សនានៅវីដេអូមួយនេះជួបគ្នានៅអេពីសូតក្រោយបាយបាយ វិរៈបុណ្យធម្មដើម្បីទេសចរកម្ពុជា Unlock the beauty of Cambodia